ថ្ងៃនេះថ្ងៃទី16ហើយពុកម៉ែបងប្អូនច្រកអន្តរជាតិបយផាតគឺមានការកកស្ទះខ្លាំងបងប្អូនគឺនៅតែមានអ្នកវាយចេញនិងវាយចូលជាធម្មតាតែរៀងស្ទះច្រើនបន្តិចណាបងប្អូនបាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកសូមអាប់ដេតនៅមាត់ច្រកអន្តរជាតិបយផាតនៅថ្ងៃទី16ខែ6ឆ្នាំ2025នេះបងប្អូនគឺនៅតែមានបងប្អូនជាពលរដ្ឋយើងចេញចូលជាធម្មតាទេបងប្អូនតែមានការកកស្ទះបន្តិចណាបងប្អូនហើយព័ត៌មាននេះខ្ញុំនឹងអាប់ដេតជារៀងរាល់ថ្ងៃណាបងប្អូនក៏តែស្ថានភាពយើងគឺត្រឡប់មកដូចដើមវិញណាបងប្អូនហើយខ្ញុំសូមផ្ញើបងប្អូនបន្តិចគឺខ្ញុំមាន page Facebook មួយខ្ញុំនឹងចុះព័ត៌មានជារៀងរាល់ថ្ងៃខ្ញុំនឹងអាប់ដេតជារៀងរាល់ថ្ងៃដែរសូមបងប្អូនជួយចុច Subscribe page Facebook ខ្ញុំម្នាក់មួយផងនឹងបានព័ត៌មានជារៀងរាល់ព្រឹកនៅច្រកអន្តរជាតិបយផាតយើងនេះបាទសូមអរគុណ